ជាបន្តតទៅទីនេះក៏សូមបង្វែរអារម្មណ៍លោកលោកស្រីនាងកញ្ញារីករាយទស្សនាជាមួយនឹងក្រុមសិល្បៈយើងខ្ញុំដូចតទៅក្រុមសិល្បៈ
លខោនបាសាឡាយធីតាវងទី6ភូមិស្បៃគឺឃុំកណ្ដោជ្រុំស្រុកពញាក្រែកខេត្តត្បូងឃ្មុំយកខ្ញុំមានកិត្តិយសសូមលើកយកទាំងទស្សនីយភាពលខោនបាសាតាមរយៈរឿងដំណក់ឈាមរាជវង្សធម្មតាសម្រាប់ជីវិតរបស់ខ្ញុំទឹកដីបរិយាកាសតែតែងតែផ្ដល់នូវសេចក្តីសុខសុភមង្គលឲ្យខ្ញុំសប្បាយចិត្តណាស់បានរះផុតនៅដងព្រឹកព្រៃហើយចំណែកសត្វបាក់សាបាក់សីទាំងឡាយក៏ហោះហើរដេញចាប់ចំណីពីបង្កងមួយទៅបង្កងមួយយ៉ាងសប្បាយចំណែករូបខ្ញុំគឺជាអង្គព្រះមហាក្សត្រក៏ប៉ុន្តែមានការសោកស្ដាយណាស់តែព្រះហូររាជបិតារបស់ខ្ញុំបានចូលទីមង្គលទៅបន្សល់នៅតែព្រះមេត្តាភារកិច្ចទាំងអស់ព្រមទាំងទឹកដីបរិយាកាសគឺព្រះមេត្តារបស់ខ្ញុំគឺជាអ្នកគ្រប់គ្រងមានការសោកស្ដាយណាស់ចំណែកខ្ញុំគឺជាបរិជ្ជបុត្ររបស់ព្រះអង្គសូមបីតែវិជាមួយប្រព្រឹត្តភ្នែកក៏មិនចេះម្ចាស់បងរបស់ខ្ញុំក៏អញ្ចឹងដែរអត់មានវិជាអ្វីទេជប់បខ្មាំងសត្រូវចង់វាលុកយកទឹកដីបរិយាកាសរបស់ខ្ញុំបានអ្នកណាជាអ្នកទប់ទល់មិនកាត់ទេថ្ងៃនេះខ្ញុំគិតថានឹងទៅបង្គំព្រះមេត្តាដើម្បីសុំការអនុញ្ញាតអំពីត្រង់ទៅសិក្សារៀនសូត្រនៅមន្តអាគមវិជ្ជាការដើម្បីយកបការពារទឹកដីបរិយាកាសខ្ញុំផងបើចឹងខ្ញុំណាទៅសិនត្រង់នាមពុទ្ធបងរស់នៅជាមួយព្រះមេតាមានសេចក្តីបរមសុខជាខ្លាំងណាស់ថ្ងៃនេះនឹងឡើងទៅបង្គំព្រះមេតាក្រែងប្រំមានព្រះរាជកិច្ចអ្វីចំពោះខ្ញុំផង
នៅក្នុងព្រះរាជហឫទ័យជាខ្លាំងជាច្រើនព្រះវស្សាបានកន្លងផុតទៅហើយព្រះបិតាប្រងបានចូលទីមង្គតបានទៅតែខ្ញុំជារាជបុត្រអង្គនៃព្រះមហាក្សត្រព្រមទាំងព្រះអនុជមិនទាន់មានវិជាដើម្បីការពារក្នុងព្រះរាជនគរតោះតែសោះតែនៅពេលឥឡូវនេះនៅក្នុងព្រះរាជនគររបស់ខ្ញុំជួបតែសេចក្តីសុខសេចក្តីចម្រើននោះទេគឺមានខ្មាំងសត្រូវឯណានឹងចង់បានទឹកដីតែខ្ញុំមានការព្រួយបារម្ភទៅអនាគតបើសិនណាជាខ្មាំងសត្រូវចង់បានទឹកដីខ្ញុំបានជាខ្ញុំគ្មានវិជាដើម្បីទប់ទល់ជាមួយសត្រូវនោះនគររបស់ខ្ញុំច្បាស់ជារលីសាបសូន្យចាក់ជាមិនខានអូព្រះបិតាប្រហែលជាវិញ្ញាណក្ខន្ធទ្រង់មិនទាន់តែកាន់សុគតិភពខាងមុខបានសេចក្តីសុខនោះទេដោយសារព្រះអង្គបានសម្លឹងមើលឃើញថារាជបុត្ររបស់ព្រះអង្គតាំងពីមិនទាន់មានវិជាដើម្បីការពារក្នុងព្រះរាជនគរតោះទេសោះឥឡូវនេះខ្ញុំធំពេញព្រះវរៈហើយខ្ញុំដឹងថាអ្វីល្អអ្វីអាក្រក់ការចាត់ចែងរាជកិច្ចនៅក្នុងព្រះរាជនគរសំខាន់ណាស់បើកាលណាយើងមានការធ្វេសប្រហែសបន្តិចនោះច្បាស់ជានគរមិនបានសេចក្តីសុខសេចក្តីចម្រើននោះឡើយខ្ញុំនឹកឃើញហើយមានតែម្យ៉ាងទេថ្ងៃនេះឡើងទិសបង្គំគាត់ដល់ព្រះមេតាដើម្បីសុំការអនុញ្ញាតអំពីព្រះអង្គស្វែងរកវិជានឹងយកមកការពារក្នុងព្រះរាជនគររបស់ខ្ញុំផងបើអញ្ចឹងឡើងទៅជួបព្រះមេតាខ្ញុំសិនសំចណាចាស់ស្ត្រីមានព្រានាមថាចន្ទទេវីសពថ្ងៃក្រងរាជនៅទឹកដីបរិណគររបស់ខ្ញុំបានសេចក្តីបរមសុខខ្លាំងណាស់ជាមួយនឹងបុត្រារបស់ខ្ញុំថ្មីត្បិតថាព្រះស្វាមីរបស់ខ្ញុំចូលទីបង្គត់ពិតមែនតែរស់នៅជាមួយបុត្រសប្បាយផ្ទៃខ្លាំងណាស់ទីបង្គត់ក៏ពិតមែនតែព្រះអង្គបានបន្សល់ទុកនៅរាជបុត្រាពីព្រះអង្គពេលនេះរាជបុត្រារបស់ខ្ញុំពេញព្រះវរៈទៅហើយក៏ប៉ុន្តែបុត្រារបស់ខ្ញុំពុំទាន់មានដំណេះវិជ្ជាអ្វីនៅក្នុងព្រះកាយសោះតែថ្ងៃនេះសូរិយារះកាន់តែខ្ពស់ណាស់ទៅហើយមិនទាន់ឃើញបុត្រទាំងទ្វេឡើងមកបង្គំក៏ខ្ញុំសោះបើអញ្ចឹងរងចាំបុត្រាខ្ញុំសិនរាជបុត្រាសូមចូលគោចុះអ្នកណាអី ទូលបង្គំសូមក្រាបថ្វា
វាយបង្គំមេដា យីមេដាយ៉ាងម៉េចបុត្រារបស់យើងស្រស់សង្ហាខ្លាំងណាស់បុត្រាយើងឯណាខ្លីគឺទឿមកកណាត់អញ្ចឹងនោះ អ្នកក៏បីក៏មិនស្គាល់ទូលបង្គំហ៎ បុត្រា បង្គំនេះហើយគឺជាបុត្រា លោហើយបុត្រទាំងទ្វេថាតើមកណាបុត្រណា មិនអីទេបងទាណែរកកន្លែងសម្រាប់ទៅណាបងណា បងទាកប៉ាហាត់អីបងអញប្រឡំធ្វើខ្ញុំអញ្ចឹងនេះហ៎មកហើយ បុត្រាមេដា គឺណាត់ថ្លៃពិសេសទៀត ថ្ងៃនេះបុត្រទាំងទ្វេតាតែងប្រកាយបានស្អាតខ្លាំងណាស់នេះបើព្រះបិតារបស់បុត្រស្ដេចយើងនៅរស់នោះមិនដឹងថាបិតារបស់បុត្រសប្បាយនៅក្នុងព្រះរាជហឫទ័យយ៉ាងណានោះទេ ទូព្រះបង្គំសូមអរប្រគុណខ្លាំងណាស់ពមេដាដែលព្រះអង្គនឹកឃើញនៃស្នាមមនុស្សសាវរីកាលពីព្រះរាជបិតាព្រះអង្គនៅមានប្រជជនទូព្រះបង្គំចងចាំមិនភ្លេចទេរាល់អាវ៉ាន់ទូមានទាំងអាបានមកនោះតែឥឡូវនេះទូព្រះបង្គំជាមួយនឹងព្រះអនុជបានខំពេញព្រះវលៈហើយទូព្រះបង្គំមានរឿងមួយចង់ទូលថ្វាយដល់ព្រះអង្គណាក្រាបទូល យីបុត្រាមេដាតើបុត្រាមានរឿងអ្វីទៅចង់ទូលថ្វាយដល់មេដានោះបង ម្ចាស់បងសូមព្រះអង្គមានបរិយបន្ទូលទៅក្រាបទូល អាព្រះអនុជអូន គណៈថ្លៃ បងប្រហែលជាមិនដឹងនៃបរិយបំណងរបស់បងទេបើអញ្ចឹងថ្ងៃនេះបងនឹងទូលថ្វាយឲ្យព្រះមេដាបានដឹងតែម្ដង គឺណាត់ថ្លៃពិសេសក្រាបទូល ព្រះមេដា យ៉ាងម៉េចទៅបុត្រ ទូព្រះបង្គំជាខ្ញុំបានសម្លឹងមើលឃើញថាមន្ត្រីចាស់ទុំនៅក្នុងព្រះរាជនគររបស់យើងជួសនិវត្តន៍អស់ទៅហើយម្យ៉ាងទៀតមេតោះដែលការពារទឹកដីបរិយានគរក៏កាន់តែមានវ័យចំណាស់អស់ទៅហើយដែរអញ្ចឹងទេទូព្រះបង្គំនឹងសូមការអនុញ្ញាតអំពីព្រះអង្គដើម្បីចេញទៅសិក្សារៀនសូត្រយកវិជ្ជាមកការពារនៅក្នុងព្រះរាជនគរតើបានទេក្រាបទូល បុត្រាមេដា ចំណែកទូព្រះបង្គំក៏ចង់សុំការអនុញ្ញាតអំពីព្រះមេដាតែហាត់រៀននៅតម្រិតវិជាការជាមួយនឹងសម្ដេចព្រះរាមដែរក្រាបទូល អូនសុរវងបានន័យថាអូនឯងក៏មានបំណងដូចជាបងយ៉ាងដែរមែនទេ គឺណាត់ថ្លៃពិសេសសម្ដេចព្រះរាមក៏បានដឹងហើយថាទឹកដីបរិយានគររបស់យើងកាលពីព្រះបិតាព្រះអង្គនៅមានប្រជជនគឺទឹកដីបរិយានគររបស់យើងមិនដែលខ្លាចអ្នកណាហើយក៏មិនដែលចោះញោមជាមួយនឹងនគរណាដែរតែងតែមាននគរជាច្រើនមកចងសម្ព័ន្ធមិត្តបិតាចូលទីមគតបាត់ភ្លាមតែងតែមានទឹកដីបរិយានគរជាច្រើនចង់មកដណ្ដើមឈ្លានពានទឹកដីបរិយានគរយើងអញ្ចឹងបើយើងតាំងពីអង្គអត់មានវិជាខ្លាចថ្ងៃក្រោយទៅពពួកបញ្ចាមិត្តគេនឹងមកដណ្ដើមយកនគរយើងទៅហើយនៅក្រាបទូល សូមវងបុត្រាសម្លាញ់មេដាគឺថាអញ្ចឹងណាបងមេដានេះមិនអនុញ្ញាតឲ្យបុត្រទៅនោះទេណាបុត្រណាព្រោះថាបុត្រនេះនៅប្រជជនក្មេងនៅឡើយតែបើម្ចាស់បងនោះមេដាអនុញ្ញាតឲ្យទៅបាន អត់ទេមេដាបើសិនជាព្រះមេដាអនុញ្ញាតឲ្យតែម្ចាស់បងទៅតែអង្គឯងទូព្រះបង្គំមិនព្រមទេទូព្រះបង្គំក៏ចង់ចេះវិជាដែរអនុញ្ញាតឲ្យបាត់ទៅផងទៅមេដា ជប់សិនសុរវងអូនបាកាណាអូនគឺជារាជបុត្រដែលមានភាពកតញ្ញូតាធម៌ចំពោះអ្នកមានគុណមិនត្រូវប្រឆាំងព្រិចបញ្ជាព្រះអង្គទេអូននៅក្មេងណាស់គួរណាតែអូននៅមើលថែរក្សាព្រះមេដាក្នុងព្រិចនគរទៅទុកឲ្យបងជាសម្ដេចព្រះរាមបងនឹងពុះពីរាល់ឧបសគ្គដើម្បីស្វែងរកវិជ្ជាយកបកាពីព្រិចនគរយើងណាអូនណា អត់ទេសម្ដេចព្រះរាមបានដឹងហើយថារវាងយើងទាំងពីរអ្នកប្រៀបដូចជារលកញីឈ្មោះតែមិនដាស់បែកគ្នាតតែសោះបើកាលណាឲ្យសម្ដេចព្រះរាមយាងទៅតែអង្គអាទូព្រះបង្គំជិតខ្ញុំមិនព្រមទេមេដា អត់ទេបង បាត់ព្រមទេមេដាបាត់ព្រមទេបាត់សុំបងបាត់ចង់ស្ដេចយាងទៅជាមួយនឹងម្ចាស់បងមេដា បើបុត្រស្ដេចយើងទៅនោះតើឲ្យមេដានេះរស់នៅជាមួយអ្នកណាសពថ្ងៃនេះមេដាសង្ឃឹមបុត្រនឹងហើយបើបុត្រចាក់ចោលមេដាតើឲ្យមេដាគាត់យ៉ាងណាទៅបុត្រ មេដាអណិតបាត់ផង សំព្រះអង្គមេដាអូមេត្រង់មេមេតាដល់លេបាត់លេផងលេយ៉ា
តនេអមរេម្ចាស់បងជួយអង្គប្រមេតាផងទៅក្រាបទូល ពមេតាដួងជីវិតបុត្រអើយទូព្រះបង្គំយល់អំពីទឹកបតីទ្រង់ហើយព្រះអង្គជាអ្នកមានគុណនៅពេលដែលរាជបុត្រគ្រប់រូបប្រាថ្នាចង់ទៅសិក្សាដើម្បីយកវិជ្ជាមកការពារក្នុងព្រិចនគរនៅឯព្រៃហែនបពៀននោះមិនមែនជាការស្រួលនោះទេគឺជួបនៃឧបសគ្គច្រើនណាស់នៅក្នុងទីព្រៃហែនបពៀនព្រះអង្គខ្លាចរាជបុត្រត្រូវមានគ្រោះថ្នាក់បានជាព្រះអង្គមិនអនុញ្ញាតឲ្យព្រះអនុជធ្វើដំណើរទៅសិក្សារៀនសូត្រជាមួយនឹងទូព្រះបង្គំជាខ្ញុំសូរវងអូន គឺណាខ្លាយពិសេសម្ចាស់បង អាណិតដល់ទឹកបតីពមេតាផងទៅណាអូនណាព្រះអង្គមិនចង់ឲ្យអូនត្រូវឃ្លាតឆ្ងាយអំពីទ្រង់ទេដោយសារតែអូននៅក្មេងពេកណាអូនណា សម្លាច់ព្រាមគួរតែប្រមេតាទៅវិញទេអាណិតដល់ទឹកប្រតិទូបង្គំផងដើម្បីបុព្វហេតុជាតិមាតុភូមិទឹកដីនគរបបរនៃយើងទូព្រះបង្គំជាខ្ញុំសូមបូជាសាច់ស្រស់ឈាមស្រស់ចំពោះបូរណភាពទឹកដីដាច់ខាតគឺមិនឲ្យពពួកបញ្ចាមិត្តមកលេបប្របាក់ទឹកដីរបស់យើងសូមបីតែ1លីម៉ែត្របានឡើយអញ្ចឹងសូមម្ចាស់បងនឹងប្រមេតាយល់អំពីទឹកប្រតិរបស់ទូព្រះបង្គំផងទៅចោះក្រាបទូល ព្រះអនុជសូរវងអូនបងគឺជាសម្ដេចព្រះរាមរបស់អូនពិតប្រាកដមែនតែបងគ្មានសិទ្ធិអ្វីដើម្បីសម្រេចតាមទឹកបតីរបស់អូនទេអញ្ចឹងតាមទឹកបតីពមេតាទៅចោះតើពមេតាទ្រង់គិតយ៉ាងណាដែលព្រះអនុជចង់ទៅសិក្សារៀនសូត្រជាមួយទូព្រះបង្គំក្រាបទូល ទៅហើយទៅចុះបើបុត្រាមេតាមានទឹកបតីដូចឆ្លេទៅហើយនោះមេតាមិនឲ្យបុត្រខកបំណងនោះទេក៏ប៉ុន្តែមុននឹងបុត្រស្ដេចយើងទៅនោះមេតាសូមរកលោកតាវិជ័យហោរាមកគាត់គូមើលថាតើបុត្រាទាំងពីររបស់មេតានេះស្ដេចយើងទៅនោះមានគ្រោះឬមើលមានទុកយ៉ាងណាណាបុត្រណាអញ្ចឹងមេតាហើយលោកតាវិជ័យហោរាមកគាត់គូសិនណាបុត្រណា គណៈត្រៃពិសេសព្រះអង្គស្ដេចយាងគង់ พี่เลี้ยงลูกตาไปใจฮารา ណាថ្លៃសេះ សង្ឃឹមថាទូបង្គំបានស្ដេចយើងទៅជាមួយ ចាំមើលលោកតាសិនណាអូនណា ណាថ្លៃពិសេសលោកតាបាត់មកយូរហើយអីទៅណា ទូលអង្គមសូមក្រាបថ្វាយបង្គំម្ចាស់ស្ត្រីតយានីព្រមទាំងព្រះអង្គម្ចាស់ទាំងពីរព្រះអង្គក្រាបទូល ល្អហើយលោកតាបច្ច័យហារា លោកតាហៅ ណាឡៃសេះ មួយរយៈនេះដូចជាមិនសូវឃើញលោកតាមកគុណគូតតែសោះហើយលោកតារវល់ធ្វើអីលោកតា អាហេព្រះអង្គនៅមានព្រះបន្ទូលយ៉ាងទៀតនៅឆ្ងល់ទៀតហើយបាត់មុខទៅណា2ឆ្នាំជាងហើយចិត្តទាំង3ឆ្នាំហើយអូ ហើយលោកតាបាត់ទៅណា ថាតាំងពីអាដៃកោយន់មកនេះ យី គោយន់យ៉ាងម៉េចលោកតា កោយន់មិនលោកតាទៅបើកោយន់អី កើតអាចជំងឺកោយន់នឹងមកមិនដែលបានគុណគួយណា ជំងឺស្អីជំងឺកោយន់ហ្នឹង អត់ជំងឺកូវីដ អូអញ្ចឹងទេអីលោកតា លិច អើយ ហើយព្រះអង្គអត់ពាក់ម៉ាស់ពាក់អីទេហ្នឹងហ៎ មិនអីទេ ហ៎ មិនអីទេលោកតាខ្ញុំណែបានចាក់វ៉ាក់សាំងរួចហើយអត់អីទេណាលោកតាណា អូបានចាក់រួចហើយម៉ានដងហើយ បាទអី3ដងហើយលោកតា យ៉ងហ៎ ហើយលោកតាមានតែចាក់វ៉ាក់សាំងវ៉ាក់អីគេហើយនៅ ចាក់រួចហើយចាក់អាដោះជំរុញចាក់ទី1ទី2បានទៅអាចជំរុញហ៎ អាចជំរុញនេះគឺចាក់ពេលវេលាស្មើម៉ានមកប្រមាណដែរលោកតា ខ្ញុំចាក់ខុសគេថ្ងៃរវល់ចាក់យប់អាចជំរុញ ហាហើយពេទ្យគេតំណែដែរយប់អញ្ចឹងលោកតា ថាឲ្យតែយើងស្ម័គ្រចិត្តចាក់ស្មើម៉ានក៏បានដែរ ហើយដល់ហើយចោះទុករឿងនេះមុនលើសិនចោះអញ្ចឹងលោកតាកូនគូទៅមើលប្រមេតាណែមានព្រះសវណ្ណនៃសួរទៅលោកតាទៅក្រាបទូល ណាឡៃសេះឲ្យព្រះអង្គមានរាជកិច្ចអីបានឲ្យគុណគូ គឺថាអញ្ចេះណាលោកតារាជបុត្រារបស់យើងទាំងពីរចង់ទៅរៀននៅតម្រេះវិជាការទាំងឡាយយើងនេះចង់ឲ្យលោកតាកូនគូមើលថាតើរាជបុត្រារបស់យើងស្ដេចយើងទៅនោះមានគ្រោះឬមួយមានទុកយ៉ាងណាទៅលោកតាសូមលោកតាកូនគូទៅមើល ណាឡៃសេះហើយយើងទៅជិះស្អី ណែលោកតា
បាក់កាលណាយើងទៅអត់មានស្អីជាយានជំនិះទេគឺដើរដោយថ្មើរជើងតែម្ដង ហេហើយពីឡានឈ្នួលទៅទៅដល់ណានោះ ជុំក៏មិនដឹងដែរគឺលឺតែគេថាព្រៃហែមមកពៀនមិនដឹងនៅណាទេ ដឹងព្រៃហែមពៀននៅណាទៅពេញអស់តែ10000ជាងអីសោះជិះទៅបើថានេះហើយទៅរៀនព្រះអង្គយាងទៅរៀនអីវិជាអីនោះ ខ្ញុំទៅរៀនណែក្បាច់គុណគុណដំបងគុណដាវដើម្បីយកមកការពារខ្លាចក្រែងមានសត្រូវមកប៉ុនប៉ងយកទឹកដីខ្ញុំណា ហេទៅរៀនគុណដាវគុណបងគុណពេញអីទៅវាយមួយពីណា អេយើងការពារសត្រូវយើងមើលមិនឃើញទេ ហេព្រះអង្គឲ្យដៃស្រុកកៃសន់ភ័យអភ័យទៅអីគុណដាវគុណបងនៅទៅរៀនជាងឡានមួយជាងរ៉ាន់អីហោះ ទៅរៀនអីជាងឡាន រៀន អឺលោកតា ជាងឡានជាងអីមិនទៅរៀនមួយតកែរ៉ាន់ទៅរៀនគុណដបងទៅវាយមួយពីណាហ្នឹងកាន់ដបងកាន់អីទៅវប៉លិសចាប់ទៀត ណែលោកតាការពារពពួកបញ្ចាមិត្តមកលេបត្របាក់ទឹកដីរបស់ខ្ញុំណា ណាឡៃសេះចឹងចាំទូលអង្គមគុណគូមើលសិនព្រះអង្គបញ្ជួនមកហើយឆ្នាំហ្នឹង គាត់តាសួរខ្ញុំមែនទេ ណាឡៃសេះ អូខ្ញុំហ៎ ណាឡៃសេះ ខ្ញុំ27ហើយ បើដឹងអញ្ចឹងចាក់បាត់ថ្ងៃមិញ អូយ៉ាងម៉េចចាក់ស្អី បើចាក់បញ្ជួនព្រះអង្គហេងសួយចេញណា ទៅចាក់អីបញ្ជនរបស់ខ្ញុំបងឯងលេងស្អីទៅចាក់ស្អី ទៅចាក់តាមយាយមួយឈួតលបូតសរងតាមខ្នល់នោះខំទៅចាក់តាមហើយស៊ីយ៉ាលីង1 2 3 4ច័ន្ទខ្លាងគៀខ្លែងពុតត្រីរស់ប្រហោះត្រីដែងសុកទៅវៅសៅទីទុយតសេះដុកប្រុយទុំក្បាលតសតសាន់ចុះវឃើញតសក់ទុំយាយសុំលីតសបុកចំក្តោតាសៅហេជើងលេខហ្នឹងល្អព្រះអង្គ អីលោកតាជើងលេងអីក៏ចម្លែកខ្លាំងម្ល៉េះ ល្អព្រះអង្គស្ដេចយាងទៅរៀនណែសិលវិជ្ជាបានប៉ុន្តែចេះព្រះអង្គ យ៉ាងម៉េចលោកតា បើសិនណាជាព្រះអង្គយាងទៅទាំងពីរព្រះអង្គច្បាស់ជាមានគ្រោះថ្នាក់ដល់បកាយពល អូបត់នោះទេបត់ មិនចឹងលោកតា ចឹងត្រូវធ្វើយ៉ាងណាលោកតាត្រូវធ្វើយ៉ាងណា ព្រះអង្គបើមិនជឿតាមទូលបង្គំព្រះអង្គទ្រង់នឹងមានវិបដិសារីអស់មួយជីវិតក្រាបទូលព្រះអង្គទាំងពីរអង្គហ្នឹងបើយាងទៅទាំងពីរអង្គកើតទេឆុងឆ្នាំគ្នា អូលោកតា ខ្ញុំយ៉ាងម៉េចទៅលោកតាហើយអញ្ចឹងឲ្យខ្ញុំធ្វើយ៉ាងម៉េចទៅលោកតា ព្រះអង្គយាងទៅសិក្សាសិលវិជ្ជាបានក្នុងឆ្នាំនេះប៉ុន្តែយាងទៅអង្គយាងទៅគឺទៅផ្លូវផ្សេងគ្នាក្រាបទូល អូបានន័យថាយើងទៅបានតែពីរអង្គក៏ប៉ុន្តែមិនឲ្យធ្វើដំណើររួមគ្នាមែនទេលោកតា កណាថ្លៃពិសេសបើទៅសិក្សា មានសង្ឃឹមហើយក្រាបទូល បើសិនជាព្រះអង្គទៅសិក្សាក៏មិនអាចសិក្សារួមគ្រូតែមួយបានដែរក្រាបទូលត្រូវទៅសិក្សានៅគ្រូផ្សេងគ្នាក្រាបទូល អូល្អហើយលោកតា ណាឡៃសេះទៅព្រះអង្គបានសុខហើយព្រះអង្គអស់រាជកិច្ចអីហើយក្រាបទូលហើយ ត្រូវហើយលោកតា អត់មែន សួរតែប៉ុណ្្នឹង ឆ្ងល់អីទេ ទេគ្មានកិច្ចការអីទៀតដើម្បីសាកសួរលោកតាបន្តទៀតទេណាលោកតាណា ណាឡៃសេះអត់មែនឆ្ងល់អីទេអូ ណាសួរបងអូន គណៈថ្លៃ ឥ ផ្ ឡូ សេ វ ង បា ចា ក់ ក់ ក ប ណា ោះ អូនមានការងឿងឆ្ងល់រឿងអ្វីអូនសាកសួរលោកតាទៀតទៅណាអូនណា ណាឡៃ ត្រូវ សេះ ហើយក្រាបទូល អត់ឆ្ងល់រឿងម៉ានឆ្នាំនឹងព្រះអង្គហេតុអីបានទៅធ្វើសំណង់គេទេអូ អីលោកតាទៅធ្វើការស្អីគេដែរបានជាបាត់មុខបាត់មាត់មិនឃើញមកទូទាយនៅក្នុងនគរអញ្ចឹង អាហេហើយនឹកចេះធ្វើសំណង់ដែរហើយព្រះអង្គទៅធ្វើកូនជាងទូលអង្គមសោះ ណាលោកតាប្រហែលជាមើលអ្នកអាចច្រឡំមុខមាត់អីស្តៀងខ្ញុំទេអីបាន មែន ជាលោក ទេ តា ទូលអង្គមច្បាស់ហើយប្រភពហ្នឹងហើយឲ្យជូនឥតខ្ជិលយ៉ាងងាប់ ជូនតែឥត3 4 5ជើងអូយអញហត់ណាឡប់លេងអាខោនយកពី100000ហើយមកធ្វើណងឯងឲ្យអញ30000ប្រើអញវិញហ៎ អូលោកតាចេះតែច្រឡំហើយ ហើយលើសាប់ទៅយប់ហ្នឹងលេងបានមកថ្វាយអង្គមព្រះអង្គវិញ មិនអីទេលោកតាខ្ញុំអរគុណខ្លាំងណាស់បើអញ្ចឹងលោកតារកកន្លែងសម្រាប់សិនចុះណាលោកតាណា ណាថ្លៃពិសេសប៉ុន្តែនៅម៉ានថ្ងៃនោះអត់បើកឲ្យណាអំណងតែបានឡើងព្រះអង្គប៉ុណ្ណឹងហើយ អីលោកតាតែអត់បើករឿងទេណាលោកតា នៅប្រមាណនោះចាស់ផ្ទះគេឲ្យមកបើកយកខ្លួនឯងហើ លោក យ តាកន្លះខែ បងពុតប្រមាទអាចជាអង្គម្ចាស់ឥឡូវលោកតាបានគុណគូឃើញថាទូ
ទូព្រះបង្គំជាមួយនឹងព្រះអនុជអាចចេញទៅសិក្សារៀនសូត្របានតែมันអាចធ្វើដំណើរស្របផ្លូវជាមួយនឹងគ្រាបាននោះទេទាល់តែបបែកផ្លូវអំពីគ្នាទើបគ្មានគ្រោះថ្នាក់ដល់អាយុជីវិតយើងទាំងពីរអ្នកក្រាបទូល ពិតមែនហើយបុត្រាសម្លាញ់មេត្តាដូច្នេះមេត្តាអនុញ្ញាតឲ្យបុត្រទៅក៏ពិតមែនក៏ប៉ុន្តែបុត្រទាំងពីរត្រូវទៅផ្លូវផ្សេងគ្នាណាបុត្រណា ប្រកាសអាណាថ្លៃពិសេសប្រមេត្តាទូប្រាក់បង្គំដឹងថាការគុណគូជាងលេខតម្រូវឲ្យទូប្រាក់បង្គំជាខ្ញុំទាំងពីរអង្គមិនអាចរួមដំណើរគ្នាបានក៏ពិតមែនតែឆន្ទៈមោះមុតដែលបាត់មានគឺដាច់ខាតបាត់ត្រូវតែធ្វើតាមពាក្យសម្ដីលោកតាបច្ចេកហរាគុណគូ ព្រះអនុជអីលើនេះកុំឲ្យពេលវេលាបងអង្គយូរអញ្ចឹងយើងចាំត្រួតដំណើរទៅតែម្ដងទៅណាអូនណា អាណាថ្លៃពិសេស តែជាងណាបុត្រណាបុត្រទាំងពីរត្រូវថែរក្សាប្រកាយឲ្យបានល្អហើយប្រយ័ត្នយ៉ាងតាមផ្លូវផងណាបុត្រណា គណៈថ្លៃពិសេសពមេតាពេលដែលទូព្រះបង្គំត្រូវឃ្លាតឆ្ងាយអំពីព្រះអង្គទៅព្រះអង្គត្រូវតែថែរក្សាប្រកាយផងពីព្រោះអីទូបង្គំធ្លាប់ទៅរស់នៅជាមួយនឹងព្រះអង្គតែបើកាលណាទូព្រះបង្គំត្រូវឃ្លាតឆ្ងាយហើយព្រះអង្គច្បាស់ជាមានការខ្វាយខ្វល់នៅក្នុងព្រះរាជហឫទ័យអញ្ចឹងហើយសូមព្រះអង្គកាត់ទឹកបតីចំពោះទូព្រះបង្គំទៅបើកាលណាទូព្រះបង្គំជាមួយនឹងព្រះអនុជមានបណ្ឌបារមីដ៏ខ្ពង់ខ្ពស់នោះទូបង្គំច្បាស់ជាធ្វើដំណើរទៅជួបនឹងគ្រូបាអាចារ្យដើម្បីសិក្សារៀនសូត្រនិងឆាប់វិលត្រឡប់មកវិញដើម្បីបម្រើនៃប្រទេសជាតិរបស់យើងណាក្រាបទូល ពិតមែនហើយបុត្រពេលណាដែលបុត្រស្ដេចយើងរៀនចេះចប់នៃមន្តវិជ្ជាការទាំងឡាយហើយនោះមេត្តានឹងរងចាំបុត្រទាំងទ្វេវិលមកទឹកដីបរិយនគររបស់យើងវិញណាបុត្រណា ប្រកាសអាណាថ្លៃពិសេសប្រមេត្ បើ តា ចឹងទូបង្គំសូមក្រាបថ្វាយបង្គំលាពមេតាទាំងហើយក្រាបទូល ស្ដេចយើងចាប់បុត្រទាំងទ្វេសូមឲ្យបានសេចក្តីសុខណាបុត្រណា សាធុសាធុសាធុប្រមេត្តា ល្អខ្លាំងណាស់បងឆាប់ សូមបារមី ណាស់ ស្វេតឆាត់ដែលគ្រប់គ្រងទឹកដីបរិយនគរថែរក្សាប្រមេត្តាឲ្យបានសេចក្តីបរមសុខផងចុះបាត់ថ្វាយបង្គំលាឲ្យមេត្តា ស្ដេចយើងចាប់បុត្រ យើងស្រេចជាងអូន តិចជាងស្ដេចព្រាមមេត្តា មេតា បាត់លាឲ្យណាមេត្តា មេត្តាឲ្យបុត្រខ្លាំងណាស់បង បាត់លាសិនឲ្យមេត្តា មេ ស្ដេ តា ចយើងចាប់បុត្រណា ព្រះអង្គថែរក្សាប្រកាយផងទូបង្គំឆាប់វិលត្រឡប់មកវិញទេណាក្រាបទូល បាត់លាឲ្យមេត្តា មេត្តាស្ដេចយើងចាប់ណាបុត្រណា សម្ដេចព្រាមវរណកម្មនៅឆ្ងាយពីទឹកដីបរិយនគរហើយទូប្រាក់បង្គំជាខ្ញុំឃើញប្រណេតប្រមេត្តាហាក់បីដូចជាមិនចង់ឲ្យយើងទាំងទ្វេឃ្លាតឆ្ងាយអំពីព្រះអង្គនោះទេម្ចាស់បងអើយទូប្រាក់បង្គំជាខ្ញុំអត់ចង់បែកពីព្រះអង្គនោះទេ សូរវងអូនសម្លាញ់ដួងជីវិតបងយល់ច្បាស់ខ្លាំងណាស់អំពីទឹកបតីអ្នកមានគុណអូនឃើញទេប្រភ័ក្រត្រង់បានសម្លឹងមករកយើងតាំងពីទ្រង់មិនចង់ឲ្យយើងត្រូវឃ្លាតឆ្ងាយទេណាអូនណា ត្រូវហើយម្ចាស់បងទូប្រាក់បង្គំជាខ្ញុំខ្លាចណាស់ទូប្រាក់បង្គំមិនដែរតែហាត់រៀនវិជ្ជាដោយឆ្លងកាត់ទៅព្រៃហាយមកពៀនសម្បូរទៅដោយសត្វកាចសាហាវទូបង្គំខ្លាចតែក្រាបទូល កាត់ទៅអូន ចាំតែធ្វើយ៉ាងយើងត្រូវតែកាត់ចិត្ត បំងបងប្រាថ្នាស្វែងរកធ្វើវិញ្ញាជីងត់ណាអូនអើយកាពីទឹកដី ដើម្បីទឹកដីបរិយនគររបស់យើង
បីទឹកត្រីមិនដឹងទេមានទេគ្រោះងាប់ត្រីតែកើតមានឡើងយ៉ាងណានោះទេបើប្រសាសន៍លោកតាបច្ច័យហោរាគុណគូយ៉ាងច្បាស់ថាយើងអាចទៅហាត់រៀននៅតម្រាវិជាការបានក៏ប៉ុន្តែយើងមិនអាចធ្វើដំណើររួមគ្នាបាននោះទេបើកាលណាមិនជឿពាក្យសម្ដីលោកតាបច្ច័យហោរាពុំនោះសោតយើងតែពីរនាក់នឹងមានវិបដិសារីអស់មួយជីវិតចាក់ជាពំខាននៅក្រាបទូលជាការប្រសើរខ្លាំងណាស់សូមរវងព្រះអនុជអូនអើយលោកតាបានគុណគូនៅក្នុងព្រះរាជនគររបស់យើងមិនដែលមានការធ្វេសប្រហែសម្ដងណាឡើយបើលោកតាមានប្រសាសន៍បែបនេះហើយយើងមិនធ្វើតាមលោកតាច្បាស់ជាមានគ្រោះចាក់ជាមិនខានសូរវងអូនគណៈថ្លៃពិសេសចាប់បងឥឡូវយើងធ្វើដំណើរមកដល់ក្នុងព្រៃហើយគឺដល់ពេលវេលាដែលយើងត្រូវបែកអំពីគ្នាតែអូនអើយបងមានការនឹកអាឡោះអាល័យចំពោះអូនណាស់ជាពិសេសបងព្រួយបារម្ភចំពោះអូននៅក្មេងអូនមិនអាចធ្វើដំណើរទៅឯណាឆ្ងាយទេអូនទ្រាំតែរស់នៅក្នុងបរមរាជដ្ឋានធ្លាប់តែកេងកោយនៅលើខ្នងខ្នើយក្រែពូប្រែព្រំធ្លាប់តែសោយនៃព្រះស្ងោយដែលមានរសជាតិផ្អែមឆ្ងាញ់ពិសាធ្លាប់តែមានពីលៀងសេនាស្រីស្នំហែហោមបម្រើអូនជារៀងរាល់ថ្ងៃឥឡូវមិនគួរណាជីវិតយើងត្រូវបែកអំពីគ្នាត្រាច់ចរដើម្បីស្វែងរកគ្រូបាអាចារ្យនៅក្នុងព្រៃមិនដឹងថានៅក្នុងព្រៃហែនមកពៀនមានសត្វកាយសាហាវយ៉ាងណាខ្លះដែលប៉ុនប៉ងនៃអាយុជីវិតយើងទេណាអូនណាម្ចាស់បងពាក្យសម្ដីដែលផុសចេញពីក្រអមាត់ម្ចាស់បងមួយម៉ាត់ពីរម៉ាត់ពួកឲ្យបងអូនត្រកក្រោលនៅក្នុងចិត្តណាស់តែធ្វើមកដេចយើងត្រូវតែធ្វើដំណើរទៅរកគ្រូបាអាចារ្យរៀងខ្លួនទៅហើយនៅក្រាបទូលជាការពុតណាស់សូរវងអូនពេលវេលាមិនតម្រូវឲ្យយើងនៅជាមួយនឹងគ្នាយូរទេឥឡូវអូនត្រូវតែសន្យាជាមួយនឹងបងណាអូនណាសន្យាយ៉ាងម៉េចទៅសម្ដេចព្រាហ្មណ៍យើងគឺជាកូនប្រុសគេថាកូនប្រុសដើមទ្រូង5ហាត់ត្រូវតែក្លាហានអូនមិនត្រូវទុនខ្សោយនោះទេពេលដែលបាច់អំពីបងទៅទោះបីជាមានសត្រូវមានសត្វកាយសាហាវយ៉ាងណាអូនត្រូវតែខំប្រឹងកុំឲ្យមានការគ្រោះថ្នាក់ដល់ជីវិតឲ្យសោះណាអូនណាគណៈថ្លៃពិសេសម្ចាស់បងដល់ពេលវេលាហើយទូព្រះបង្គំថ្វាយបង្គំលាម្ចាស់បងសិនហើយក្រាបទូលទៅចុះអូនទៅចុះម្ចាស់បងទូបង្គំមិនចាប់ដៃឲ្យពីម្ចាស់បងនោះទេតែម្ចាស់បងមានបន្ទូលថាយើងជាកូនប្រុសដើមទ្រូង5ហាត់យើងត្រូវតែក្លាហានដើម្បីទឹកដីរបស់យើងមិនទេក្រាបទូលជាការពិតណាអូនទូព្រះបង្គំសូមថ្វាយបង្គំលាហើយម្ចាស់បងទៅចុះសូមរបស់អូនទៅចុះណាអូនណាទូបង្គំលាអូព្រះអនុជអូនអើយបងមានការតក់ស្លុតរន្ធត់នៅក្នុងចិត្តជាខ្លាំងណាស់រាល់ពាក្យសម្ដីអូនទាំងបានមកហាក់បីដូចជាព្រួយកាមទេពដែលបោះទម្លាយនៃបេះដូងរបស់បងខ្ទេចខ្ទីអស់ទៅហើយបងឯណាដែលចង់ឲ្យបងត្រូវឃ្លាតឆ្ងាយអំពីដើមទ្រូងអូព្រះរាជបិតាដួងជីវិតបុត្រអើយសូមវិញ្ញាណក្ខន្ធរបស់ព្រះអង្គជួយតាមថែរក្សាព្រះអនុជផងទៅចុះឲ្យព្រះអនុជបានជួបនឹងគ្រូបាអាចារ្យសិក្សារៀនសូត្រឆាប់វិលត្រឡប់មកវិញ
សួររឿងអូនតើឯបានសុខចោះណាអូនណាបងក៏ត្រូវបែកផ្លូវអំពីអូនដើម្បីស្វែងរកគ្រូបាអាចារ្យដូចជាអូនអញ្ចឹងដែរបងលីហើយសង្ឃឹមថាឱកាសល្អយើងច្បាស់ជាបានជួបគ្នាក្នុងព្រិចនគរសាជាថ្មីបងលីហើយ
ជួយបាត់មកបាត់មែនទេទេពធីតាទេពធីតារាជបុត្រីបិតាបានលឺហើយនៃពាក្យអង្វរកដឹងហើយបត់ចង់ទៅរស់នៅយថាទេវលោកវិញខ្លាំងណាស់តែបត់ត្រូវដឹងថាសំភាយបត់តែបត់បានសាងគឺត្រូវអស់ហើយបត់មិនអាចមករស់នៅយថាទេវលោកបន្តទៅទៀតបាននោះទេទេពធីតារាជបុត្រីបិតាឯណាដែលចិត្តក្តាច់ឃើញរាជបុត្ររបស់ខ្លួនសម្រក់ទឹកនេត្រាទ្រូងរបស់បិតាក្តុកក្តួលអូនណែនអស់ទៅហើយតែនេះជាព្រំលិខិតកម្រិតឲ្យបុត្រត្រូវមកចាប់បដិសន្ធិនៅក្នុងបុប្ផាព្រៃបាត់មែនទេណាបាត់ចង់រត់នៅក្នុងបុប្ផាបែបនេះទេពធីតាស្ដាប់បិតាឲ្យបានច្បាស់បុត្រនៅមានឱកាសច្រើនណាស់អញ្ចឹងស្ដាប់ព្រះរាជអង្គការបិតាឲ្យបានច្បាស់លើពេលបុត្រពេលវេលាដែលបុត្របានចេញពីបុប្ផាព្រៃគឺរាល់ពេលថ្ងៃពេញបរមីបានតែមួយដងគត់តែបិតាសូមដាស់តឿនក្រៅរំលឹកបុត្រថាបើកាលណារាល់ថ្ងៃពេញបរមីបុត្របានចេញពីបុប្ផាព្រៃហើយបុត្រកុំសប្បាយភ្លើតនៅបុប្ផាផ្កាព្រៃទាំងអស់នេះឲ្យសោះបុត្រត្រូវតែចងចាំថាកាលណាតែព្រះសូរិយាលិចបាត់ទៅបើបុត្រមិនទាន់ចូលមកក្នុងបុប្ផាព្រៃវិញនោះទេនោះដួងវិញ្ញាណរបស់បុត្រនឹងត្រូវរលីសាបសូន្យមិនអាចចាប់បដិសន្ធិបានទេក៏ប៉ុន្តែនៅមានឱកាសមួយទៀតបន្តិចទៀតមិនយូរទេបោះនឹងមានអ្នកមានបំមកជួយសង្គ្រោះបុត្រចាក់ជាពំខាតែបុត្រត្រូវចងចាំថាអ្នកមានបំម្នាក់នោះហើយដែលជួយសង្គ្រោះបុត្រហើយគេក៏ជាគូព្រេងរបស់បុត្រដែរបុត្រមិនត្រូវប្រកែកតវ៉ាជាដាច់ខាតឬទេជាគូព្រេងរបស់ចង់ប្រាប់បិតាគេធ្វើយ៉ាងម៉េចទើបអាចជួយបុត្របានទេមិនថ្មីទេបុត្របិតាឲ្យតែអ្នកណាមកកាច់បុប្ផាព្រៃនេះដែលបុត្របានពួនសំងំនៅក្នុងបុប្ផានោះហើយបុត្រនឹងคล้ายទៅជាគូព្រេងអ្នកនោះបើសិនអ្នកណាជាអ្នកកាច់បុប្ផាដែលបុត្របានពួនសំងំនៅក្នុងបុប្ផានោះបុត្រនឹងคล้ายជាគូព្រេងរបស់គេចាក់ជាពំខានណាបុត្រណាទេពធីតាដាក់បិតាឲ្យបានច្បាស់រឿងរ៉ាវដែលកើតឡើងសុទ្ធសឹងតែជាឧបនិស្ស័យបើឧបនិស្ស័យបាត់ត្រូវដល់ហើយបាត់មិនត្រូវប្រកែកនោះទេតែហើយចុះកុំឲ្យព្រះសូរិយាលិចឲ្យសោះបាត់ត្រូវតែចូលនៅក្នុងបុប្ផាព្រៃវិញបាត់ត្រូវតែចងចាំថាបើព្រះសូរិយាលិចបាត់ទៅបាត់មិនទាន់ចូលនៅក្នុងបុប្ផាព្រៃវិញវិញ្ញាណរបស់បាត់មិនអាចចាប់បដិសន្ធិបានអស់មួយជីវិតបិតាលាហើយខ្ញុំមិនចង់ចូលទៅក្នុងបុប្ផាវិញទេព្រះបិតាអើយហេតុអីបានគេត្រឹមដាក់ទីរំលឹកខ្ញុំខ្លាំងម្ល៉េះបិតាក៏ដឹងដែរថាបុប្ផានៅក្នុងព្រៃច្រើនណាស់ខ្ញុំមិនយល់នោះទេហេតុអីបានជាខ្ញុំមានកាពីរីអាក្រក់ខ្លាំងម្ល៉េះចង់មកសិនជាគេមានអ្នកណាមកកាត់បុប្ផាតែខ្ញុំវត្តសំណាំនោះទេជីវិតរបស់ខ្ញុំនឹងទៅជាយ៉ាងណា
អាត្មាជាព្រះមនីអេស្រីចាប់តាំងពីបានមកតាំងសមាធិនៅក្នុងទ្រង់ព្រៃហែមបវ័នចន់ព្រះហែមពៀននេះមិនមានមនុស្សម្នាណាចូលមកដល់សោះហើយដូចជាបាត់ចៅ20000មិនឃើញរកទឹកក្តៅទឹកត្រជាក់ឲ្យអាត្មាសោះដូច្នេះអាត្មារងចាំពីចៅ20000បន្តិចសិនមិនដឹងវាដើរទៅណាវាអើយចៅ20000ហើយវាទៅណាវាថ្ងៃហ្នឹង20000អើយកណាហើយចៅឯងរវល់ធ្វើអីនឹងចៅហេហើយកណាចាំតឯងយូរណាស់ហើយទឹកឃើញហើយនឹងមើលដាំទឹកក្តៅទឹកត្រជាក់សម្រាប់អាត្មារួចរាល់អស់ហើយចៅហ៎កណាទឹកក្តៅកណាដាំហើយបើទឹកត្រជាក់មិនបាច់ដាំទេវាត្រជាក់ស្រាប់ហើយបើឆ្អិនអីអស់ហើយនឹងចៅឯងទៅប្រឹងហាត់រៀនតម្រេះវិជ្ជាការតទៅទៀតចៅណាកណាឈប់រៀនអត់ចូលមិនបានថាអត់ចូលចៅណាឈប់រៀនហើយរៀនមួយគ្រូអត់ចេះមិនដែរឡុងចៅ20000ហើយតែឯងទៅរៀនមួយគ្រូអីបើគ្រូទៅរៀនឲ្យសួរកណាវិញណាចៅពេលកណាទៅរៀនសេអសអត់ទៅសេឲ្យកណាទៅសេនេះគេជាគ្រូគេអ្នកបង្ហាត់បង្ហាញប្រាប់ចេះប្រាប់ចុះចៅធ្វើតាមគេទៅចេះហើយណាចៅសួរកណាថាចេះអត់ហើយបើកណាចេះចាំបាច់មករៀនណោះតែឯងសួរកណារហូតចេះចៅព្រោះនៅក្នុងព្រៃនេះវាគ្មានពីណានឹងកំដរអារម្មណ៍អាត្មាបានចៅ20000ហ្នឹងណាចៅកណាហើយតែឯងចាំឆាន់តែទៅក្តៅរងអីកណាអស់ហើយលើមិនអស់ដុតទេណាទិញចក្រានហ្គាសមួយ20000នៅក្នុងព្រៃនេះវាគ្មានចក្រានហ្គាសចក្រានអីណាទេចៅអូតែឯងថាំលុយទិញមួយទៅ35000មកទៅជុះអើយទ្រាំសិនចុះចៅទៅយើងណារៀនចេះណាចៅកណា
đầm ấy cầm siêu thề khất đất ó hoi ចាំអាត្មាទៅបិណ្ឌបាតកំស៊ីវថ្មីមកទៀតចៅ រាប់ឆ្នាំទិញឆ្នាំងដាំទឹកក្តៅមួយទៅសាស្ទឹងហកកោក ឆ្នាំ យកមកដោតតែភ្លើងពុះចាំបាច់កណាពុះអុកដាំរាល់ថ្ងៃ អីហេណែ រកអស់លេងមានឡើងថ្ងៃមុនកណាទៅកាច់មេឃកស៊ូគេម្ចាស់គេស្ដីអោយ ជួបម្ចាស់គេសុំគេទៅណាចៅ ណាទៅស្វាយចន្ទីគេថ្ងៃមុនទៅដល់ខំកាច់មេឃស្វាយចន្ទីគេអូស្រាប់ទៅដល់មានណាម្ចាស់គេមកតន់ដេញវាយកណាថាកណាងលួចបេះស្វាយគេ ណែ20000ចៅឯងប្រាប់ម្ចាស់គេថាខ្ញុំសុំអស់យកទៅដាំទឹកក្តៅឲ្យលោកតាខ្ញុំ អូអស់អីស្វាយចន្ទីគេទៅកាច់ថ្ងៃមុនរយការស្វាយគេអូ កុំកាច់ឲ្យរស់ណាចៅ ណាហើយតែឯងមុំដូរសំលៀកពាក់ហ្នឹងម្ដងហើយ ណែ ក៏នៅតែអាកណាត់សងកណាថ្ងៃណាភ្ញាក់មកឃើញតែឯងភ័យឲ្យលួសពលឹកមកអូ អើយមិនស្អីទេចៅ នៅតោកណោកកណាស្មានតែអាប់ អាប់ស្អីទៀតហើយ20000 លៀកអីឈុតក្រហមអីម្ដងទៅ ណែចំណាស់អាត្មានឹងស្លៀកសពាក់សអញ្ចឹងសមហើយណាចៅ កណាឲ្យតែឃើញតែឯងយប់ដូចព្រឺក្បាលប៉ុនចឹងអេអស់ អូដឹងហើយឮហើយនៅព្រឺអីទៀតចៅ កណាចង់លោកតានិមន្តគង់ចាំកណាទៅយកទឹកក្តៅមកប្រកេនអូយស្វិតអស់ហើយ មាន តា ពីណានៅទីនឹងទេអើយ ញោពងនិយាយអារឿងកណាត់សឥឡូវមកដល់ 20000 នៅទេ អត់មាននឹសនៅអេ បើអត់មាននៅណាអាចដុតថេអស់ណា ហេតាប្រុសដុតខ្ទុំ ណែចៅព្រោះអាត្មាមកសក្រមភាវនានៅទីនេះយូរខែឆ្នាំណាស់មកហើយមិនដែលមនុស្សម្នាពីណាចូលមកដល់ទេណាចៅ ខៃលោកពីណាមកប្រុងយកកន្លែងអាស្រមតែឯងចេញដាំដំឡូងដឹងហ៎ អេមិនមែនទេរងចាំមើលគេបន្តិចចៅ ឈប់នៅកន្លែងអាស្រមមកសុំតកែរ៉ាន់នៅដីលោមកប្លង់គេទៅ មកក៏បានក៏អត់ឃើញមនុស្សម ន់គង់ចាំកណា អូ ពូន មនុស្សទួមណាស់ទេ តាមិននឹកធម្មតាទេមកនេះ ថាមិនចៅ មកប្រុងធ្វើបាបលោកតាប្រុងធ្វើបាបកណាចាំមើលកណាទៅបន្លាចលងបន្លាចធ្វើខ្មោច ណែចៅ ឲ្យចូល អូ ទៅបន្លាចទេក្នុងព្រៃជ្រៅណាចៅ អត់មានពីណានៅអើយ ទួមនៅទេ ហេអានេះវិញ កុំបន្លាចទេណាចៅ តា ក្រែង មន់ គេ គង់ ភ័យគេអីទៅ ហេ ឈឺជុះសក់ជុះអីទៅណាចៅ បើមិនបន្លាចគេមកទិញតែឯងយកខ្ទស់បាត់ ឥឡូវណែ នៅហ្នឹងហើយចាំកណា ទៅមុខទៀតទៅណាបងណា ធ្វើខ្មោចលង ដាច់ទៀងបងអូយមកដល់ទីនេះដូរទីនឹងអញ្ចឹង បងស៊ី20អមាញ់មិញខ្ញុំធ្វើដំណើរចេញអំពីព្រិចនគរមកតែជាមួយនឹងព្រះអនុជខ្ញុំទេហើយហេតុអីបានជាបងធ្វើដំណើរមកតាមខ្ញុំដែរអញ្ចឹង អើយបងអង្គអើយទូងគុំឃើញថាព្រះអង្គយាងតែអង្គឯងហើយទូងគុំសូមការអនុញ្ញាតអំពីព្រះមេត្តាព្រះបិតាព្រះអង្គហ្នឹងមកតាមថ្វាយការពារដល់ព្រះអង្គខែងមានគ្រោះថ្នាក់តាមផ្លូវឲ្យជួយគ្នាអញ្ចឹងណា ជាការប្រសើរខ្លាំងណាស់បងស៊ី20ខ្ញុំនឹកមិនឃើញតលទេសោះមិននឹកស្មានថាព្រះមេត្តាព្រះអង្គបានត្រាស់រិទ្ធបញ្ជាឲ្យបងមកការពារខ្ញុំហើយព្រះអនុជរបស់ខ្ញុំមានសេនាការពារណែព្រះអនុជខ្ញុំទេបង អូយព្រះអង្គព្រះអនុជព្រះអង្គឃើញថាសេនាច្រើនណាស់ក្រាបទូល អរគុណខ្លាំងណាស់ណែបងស៊ី20 ណាឡើយស្រេច យើងធ្វើដំណើរកាន់តែឆ្ងាយណាស់មកហើយកាត់ព្រៃចូលវាលកាត់វាលចូលព្រៃតែមិនទាន់បានជួបនេះមនុស្សម្នាចម្លែកតោះតែសោះឥឡូវណែអមាញ់មិញបងបានសម្លឹងឃើញថានៅព្រៃខាងមុខមានខ្ទមហើយបងឯងស្រែកហៅមនុស្សទៀតផងហើយមានអ្នកណាឆ្លើយតបជាមួយនឹងយើងទេបង អត់មាន អត់មានទេ ណាឡើយស្រេច ហើយលឺសំឡេងឯងដូចជាចម្លែកខ្លាំងម្ល៉េះបងស៊ី20 ហើយកូននៅកណ្ដាលវាឡើងដូចទូងគុំដូចឆ្ងល់ទេ បងស៊ី20នៅទីនេះពិតជាចម្លែកមែន ចម្លែកមែន មានខ្ទមបាក់បែកប្រហែលជាមានអ្នកដែលថែរក្សានៅទីនេះហើយក៏មិនដឹងឥ
ឥឡូវនេះបងឯងស្រែកហៅម្ចាស់គេទៀតទៅមើល អើតើមានម្ចាស់ដឹងទេ Nhân cái បងសេហើយលឺសំឡេងអីក៏ជួយចម្លែកខ្លាំងម្ល៉េះបង អានេះដូចព្រាយក្បាលមកវ៉ៃ បងសេ ណែឡើយចេះ ខ្ញុំមិនដែលលឺសំឡេងចម្លែកបែបនេះទេបង ព្រះអង្គឈប់អាលព្រះអង្គកុំខ្លាចអី cái បងសេ ហើយជាអ្វីទៅអាហាហើយជាមើលតែឃើញវ៉ៃ បងសេខ្ញុំភ័យណាស់បងអើយ ហើយព្រះអង្គកុំភ័យដាំងចិត្តជាកូនប្រុសភ័យស្អី ថាលឺសំឡេងបែបនេះខ្ញុំខ្លាចតែខ្មោចព្រីបិសាចអាសុរកាយអីទេ ខ្មោចអសូរកាយអីខ្មោចនេះដុតឆេះអស់ហើយ ឥឡូវបងឯងចូលទៅមើលខ្លាចមានម្ចាស់ទេទៅទៅជិះ មកអាយអូយកុំអូយយាយដាក់ឲ្យខោละให้ដាក់ឲ្យខោហើយឈប់ឯងខ្មោចម៉ាសាច់ព្រះអង្គអើយងក់មកហេអូយសង្ស័យលោកតាគីឡូអីមិនដឹងលោកតាគីឡូអើយ បងសេអើយអូយមកអីក៏អាក្រក់ខ្លាំងណាស់បងសេប៉ាជួយខ្ញុំផងបងសេប្រភ័យ បើលោកតាគីឡូលោកអើយកុំប្រកែប្រកាន់កូនចៅអីអាមួយនឹងវាអត់គ្រប់ទឹកអូយខ្មោចមកពីណាអញមកពីផ្ទះអញដឹងទេឬអញនេះហើយជាអ្នកអខោននៅស្បែកគឺឯងស្គាល់អញទេមិនស្គាល់ទេអញនឹងឲ្យកូនភាសាតាអីស្អីឯងមកទីនេះមានការអញមកលេងអខោនឯងពុតពីប្រេកតាអើបើប្រេកតាឯងមានអីប្រឹងប្រែងឯងដឹងថាអើយើងនេះគឺអ្វីទេអញអត់ដឹងទេយើងនេះមិនមែនខ្មោចទេណាឯងមិនមែនខ្មោចឯងស្អីគ្នាទេបើអង្គចេះរុញអូនវ៉ាអើយបងណាស្ងៀមមើលបងសេស្ងៀម ណាដែរសេះ មើលទៅដូចជាចម្លែកខ្លាំងណាស់នេះ អត់មកយំ ហើយខ្មោចព្រីអីចេះឆ្លោយឆ្លងជាមួយនឹងមនុស្សយើងអញ្ចឹងហើយអត់ខ្លាចថ្ងៃទេកណ្ដាលថ្ងៃចេះបែរចេញមកបងសេ ឯងមិនទាន់ឃើញបិសាចទេ មិនមែនខ្មោចទេ ខ្មោចទេត្រូវហើយឯងខ្មោចឈ្មោះអីអាយើងខ្មោចឈ្មោះព្រាយមិនអាយអញខ្មោចឈ្មោះព្រាយឯងចង់ឃើញបិសាចទេបិសាចនៅឯណាហៅវិតភ័ក្រឯងមកនៅខាងក្រោយនោះអើយើងនាំមកឲ្យឯងឃើញអើមកហៅចឹងអូសមកអញមិនខ្លាចទេ ហើយបងឯងហ៊ានតតាំងជាមួយខ្មោចព្រីបិសាចផង ទៅ ខ្ញុំភ័យឡើងចំធ្លាក់ថ្លើមអស់ហើយនេះ thì mà hai người miền rừng ấy hai tay là chảo អើយ hai đôi chuyện ឯងជាអ្នកណា lư đôi chuyện xô snow xô cực 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 kề những miền rừng ấy vì mờn មានរឿងអីក៏លេងអាខោនមកកដាស់ទូបយអត់ដឹងម៉ាំងលើអា chào pro អានេះថាលោកឯងបិសាច
អានរੂអាបាអញដឹង លោកតាអានេះ លោកតានៅក្នុងវត្ត លោកតាអីស្អី ណែ អាលោកតាអីសាំ ហើយចុះរੂទាំងអញដែរ អូម្ចាស់អូនបានន័យថាអាមួយនោះប្រាប់ថាលោកតាអីស្អី តាមមិនគឺជាលោកតាទេ អូ ខំអីអត់ប្រាប់ទេប៉ុនខ្លាចចុះរੂ លោកតា ទាំងអញ ខ្ញុំក ដែរ ណាសូមក្រាបថ្វាយបង្គំលោកតា ល្អហើយចៅប្រុស កណាលោកតា ចៅទៅណាមកណាបានមកដល់អាស្រមអាត្មាដូចនេះណាចៅ បងពុតលោកតាជាអង្គម្ចាស់ជីវិតចៅខ្ញុំកណាមកពីនគរកន្តសិលាដើម្បីស្វែងរកលោកគ្រូបាអាចារ្យសិក្សារៀនសូត្រតែខ្ញុំកណាបានមកឃើញខ្ទងបាក់បែកនៅកណ្ដាលទ្រូងព្រៃខ្ញុំកណាគិតថានឹងសូមម្ចាស់គេស្នាក់អាស្រ័យតែមនឹកស្មានថាបានជួបសត្វចម្លែកមួយអំបញ្ញមិញមកបំភ័យខ្ញុំប្រកាសណាបែបនេះទេណាលោកតាហើយគាត់នឹងជាអ្នកណាគេទៅលោក នឹង តា ជាសិស្សរបស់អាត្មាសម្រាប់ដាំទឹកដាំចង្ហាន់ឲ្យអាត្មាសពថ្ងៃហ្នឹងណាចៅ គឺជាសិស្សរបស់លោកតាមែនទេ ពោចៅ អំបញ្ញមិញខ្ញុំកណាភ័យណាលោកតាខ្ញុំកណាគិតថាជាខ្មោចព្រីបិសាចមកបំភ័យខ្ញុំកណាមនឹកស្មានថាគឺជាចៅសំណាប់របស់លោកតាអញ្ចឹងទេ ពោចៅហើយចៅមកពីនគរឆ្ងាយឥឡូវមកដល់ទីនេះចៅដូចជាមានព្រេងវាសនាដកពងពុះណាចៅ ប្រកាសរណាលោកតាជាអង្គម្ចាស់ជីវិតចៅខ្ញុំកណាពិតជាមានផលព្រេងវាសនាយ៉ាងខ្ពង់ខ្ពស់ណាស់ដល់ខ្ញុំកណាបានមកជួបនឹងលោកតាកណ្ដាលទ្រូងព្រៃឥឡូវនេះខ្ញុំកណាសូមផ្ញើកាយផ្ញើប្រាណជុំមុនលោកតាដើម្បីស្នាក់អាស្រ័យនឹងក្រេបជញ្ជក់នៃមួនអាគមគិតថាផងតើបានទេលោកតា ពោចៅបើសិនជាចៅមកដល់ក្នុងអាស្រមអាត្មាក្នុងព្រៃហែមបវ័នជន់ហែមបពៀនដូចនេះហើយបើសិនជាអាត្មាមិនឲ្យចៅនៅហាត់រៀនជាមួយអាត្មានោះហាក់បីដូចជាអាត្មានឹងមិនមែនជាចិត្តសម្រាប់អាត្មាសក្រមភាវនាទេណាចៅ ព្រះករុណាលោកតាខ្ញុំកណាអរគុណណាស់លោកតាតែឥឡូវនេះលោកតាខ្ញុំកណាមកពីឆ្ងាយមានការនឿយហត់ជាខ្លាំងណាស់លោកតា មិនអីទេចៅទៅអាស្រមខាងក្រោយទៅមានចង្ហាន់អាត្មាទៅឆានរួចមិញហ្នឹងណាចៅ កណាលោកតាណែបងសេ20បើអញ្ចឹងនិមន្តលោកតាចូលទៅអាស្រមតែម្ដងទៅណាបងណាលោកតានិមន្តលោកតា